ប៉ុន្តែបើសិនជាតឡាការគាត់ឯករាជ្យម្ចាស់ការតឡាការមានយុត្តិធម៌ឬក៏តឡាការមិនពុករលួយអញ្ចឹងគឺអាចធានាបាននៅការគោរពច្បាប់បានទាំងអស់គ្នាអាចធានាការពាររាល់ការរំលោភបំពានទៅលើសិទ្ធិសេរីភាពនៅប្រជាពលរដ្ឋបានអញ្ចឹងអ្នកណាក៏ដោយឲ្យតែធ្វើខុសច្បាប់គឺมันអាចរួចផុតពីសំណាញ់ច្បាប់បានទេបាទมันអាចរួចផុតពីកណ្ដាប់ដៃតឡាការបានទោះបីអ្នកនឹងមានលួយមានអំណាចមានកម្លាំងមានអាវុធយ៉ាងណាក៏ដោយឲ្យតែប្រព្រឹត្តខុសច្បាប់គឺត្រូវតែមានទោសអញ្ចឹងនៅពេលហ្នឹងមនុស្សគោរពច្បាប់បានទាំងអស់គ្នាគ្មានអ្នកណាហ៊ានទៅរំលោភបំពានធ្វើបាបអ្នកណាទេចាបើសិនជាកើតមានគឺតឡាការនេះហើយដែលជាអ្នកជួយស្វែងរកយុត្តិធម៌ជូនជនរងគ្រោះដោយមិនលើកលែងប្រទេសមួយចំនួនដែលគេគោរពច្បាប់បានល្អប្រទេសគេคล้ายទៅជាប្រទេសនីតិរដ្ឋប្រទេសគេរីកចម្រើនប្រជាពលរដ្ឋគេរស់នៅសុខស្រួលបងប្អូនបាទគេមានសុខមានសន្តិភាពបាទគេរស់នៅគ្មានក្តីភ័យខ្លាចប្រទេសគេគោរពច្បាប់ទៅវាគ្មានបទល្មើសផ្សេងដែលកើតមានឡើងអញ្ចឹងប្រជាពលរដ្ឋគេដើរទៅណាមកណាម៉ោងណាក៏គ្មានការព្រួយបារម្ភຕົករបស់តាមផ្លូវក៏គ្មានចោលលួចរហូតដល់ពេលខ្លះមន្ត្រីរបស់គេប៉ូលីសនៅខែខ្លះឆ្នាំខ្លះគាត់អត់មានការងារធ្វើក៏មានដោយសារអីដោយសារមនុស្សគោរពច្បាប់បានទាំងអស់គ្នាទៅបទល្មើសហ្នឹងវាអត់មានអ្នកទៅរំលោភបំពានច្បាប់អត់មានចោលលួចចោលប្លន់មនុស្សគោរពបានទាំងអស់គ្នាអញ្ចឹងគឺបញ្ហាទាំងអស់ហ្នឹងវាអត់កើតមានអញ្ចឹងប្រទេសគេរស់នៅសុខស្រួលកាលណាប្រជាពលរដ្ឋរស់នៅសុខស្រួលមានសុខមានសន្តិភាពអញ្ចឹងប្រជាពលរដ្ឋមិនមានការភ័យខ្លាចមិនមានស្ដីឈឺចាប់មិនមានភាពអយុត្តិធម៌កើតមានចំពោះគាត់ផលប្រយោជន៍សិទ្ធិសេរីភាពរបស់គាត់មិនត្រូវបានគេរំលោភបំពានអញ្ចឹងអាចធានាបាននៅបូរណភាពនៃសិទ្ធិអំណាចសិទ្ធិសេរីភាពនិងផលប្រយោជន៍របស់គាត់អញ្ចឹងហើយប្រជាពលរដ្ឋនៅក្នុងប្រទេសនីតិរដ្ឋបាទកាលណារស់នៅបានសុខស្រួលអញ្ចឹងប្រជាពលរដ្ឋក៏គោរពស្រឡាញ់ចំពោះថ្នាក់ដឹកនាំចំពោះរដ្ឋាភិបាលរបស់ខ្លួនអញ្ចឹងរស់នៅបានសុខស្រួលទាំងអស់គ្នាបាទជាពលរដ្ឋរស់នៅសុខស្រួលរដ្ឋាភិបាលក៏រស់នៅសុខស្រួលបាទអ្នកដឹកនាំក៏រស់នៅសុខស្រួលបាទរស់នៅដោយគ្មានការភ័យខ្លាចរស់នៅមានភាពសុខដុមរវាងប្រជាពលរដ្ឋនិងអ្នកដឹកនាំរស់នៅជាមួយគ្នាបានសុខអញ្ចឹងប្រទេសនីតិរដ្ឋគេមានសុខមានសន្តិភាពបាទប្រជាពលរដ្ឋគេមានជីវភាពធូរធារគេអត់លំបាកទេអត់រស់នៅក្នុងក្តីភ័យខ្លាចពីការរំលោភបំពានទៅវិញទៅមកទេហើយនៅក្នុងប្រទេសនីតិរដ្ឋមិនត្រឹមតែតុលាការទេដែលត្រូវឯករាជ្យបាទមន្ត្រីរាជការផ្សេងទៀតកងកម្លាំងបដាអាវុធក៏ត្រូវតែប្រកាន់យកនៅជំហរអព្យាក្រឹតបាទមន្ត្រីរាជការកងកម្លាំងបដាអាវុធគឺជាអ្នកបម្រើការងារឲ្យរដ្ឋនិងផ្ដល់នៅសេវាសាធារណៈទៅដល់ប្រជាពលរដ្ឋទូទៅកងកម្លាំងបដាអាវុធគឺជាអ្នកធានាការពារនៅបូរណភាពដែនដីការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមនិងការពារប្រជាពលរដ្ឋមន្ត្រីរាជការកងកម្លាំងបដាអាវុធទទួលបានប្រាក់ខែពីប្រជាពលរដ្ឋបើជាអ្នកបង់ពន្ធទៅឲ្យរដ្ឋផ្ដល់ប្រាក់ខែឲ្យមកទាំងមន្ត្រីរាជការទាំងកងកម្លាំងបដាអាវុធត្រូវតែបម្រើការងារនៅក្នុងផលប្រយោជន៍រួមបាទមិនមែនបម្រើឲ្យផលប្រយោជន៍បុគ្គលឬក្រុមណាមួយឬក៏បកពួកណាមួយទេអញ្ចឹងត្រូវតែផ្ដល់នៅសេវាស្មើភាពគ្នាចំពោះប្រជាពលរដ្ឋដោយមិនប្រកាន់វណ្ណៈមិនមានការរើសអើងអ្នកមានអ្នកក្ររើសអើងពណ៌សម្បុរឬក៏បកនយោបាយណាមួយឡើយនៅក្នុងប្រទេសនីតិរដ្ឋបាទមន្ត្រីរាជការកងកម្លាំងបដាអាវុធរបស់គេគ្រប់ស្រឡាញ់ការពារប្រជាពលរដ្ឋបើមានរឿងបញ្ហាអីគឺគេជួយប្រជាពលរដ្ឋរបស់គេបាទគេយកខ្លួនទៅពាំងដើម្បីការពាររាល់ការរំលោភបំពានការធ្វើបាបទៅលើប្រជាពលរដ្ឋបាទគេមិនឲ្យប្រជាពលរដ្ឋគេលំបាកឬក៏ទទួលរងគ្រោះទេតែគេធ្វើការងារទៅតាមតួនាទីរបស់គេដែលជាអ្នកបម្រើឲ្យប្រជាពលរដ្ឋគេយកប្រជាពលរដ្ឋជាធំព្រោះគេគោរពច្បាប់បាទនៅប្រទេសគេដែលគេគោរពច្បាប់បានល្អប្រទេសគេជាប្រទេសនីតិរដ្ឋប្រទេសគេរីកចម្រើនអញ្ចឹងប្រទេសគេវាសបោសបាយបាទរស់នៅមានសុខមានសន្តិភាពស្រួលហើយគេឆ្អែតនឹងសម្ភារៈអញ្ចឹងលុយអំណាចបុណ្យស័ក្តិហ្នឹងគឺជារឿងធម្មតាសម្រាប់ប្រជាពលរដ្ឋរបស់គេបាទគេធ្វើអីក៏ដោយគេអត់យក
và cái ọt an ẩm na an tu này tí và an lui dọc tới sầm nhai với bong ổn và cái chạy xong và rẽ chẳng là rương tầng o pa nhà là bỏ tầng o nó cứ chỉ rương mũi đại xăm anh bỏ cái giờ hai ban bị chia pro bỏ cái thơ ca nghĩ cái ớt rồi ca nghĩ thì cái kết tha ca nghĩ ấy cái đó có miên nằm lại sầm rạp kia đây là hỗ trợ khác có riêng sâu và ban chấm này đang phu miên ca nghĩ thứ và chẳng pe tầm này bị ca nghĩ to luôn là bỏ quát liệt pe từ thứ ca nghĩ và hàng cày và ca nghĩ part time và time thiết và vừa chỉ nhẹ là may vừa chỉ nhẹ đi chung bé play chơi cái và hồi nhẹ khác quạt chỉ mình tây đi cá và pe quạt chặt tới quạt chùi quạt quạt tới thưa ca nghi tiếng o nâng bà đầm bay ban trạ mình thay nâng cầm đo chỉ vượt được bỏ quạt ấy chẳng cái ọt rơi ca nghi thế bà bị chia porot bỏ cái ọt kết từ lư tầm này tu này ti thế chẳng ca nghi ấy cái đó có cái thưa đấy ở từ ca nghi nó bị sọp cho bắp cái pro cái kết tha ca nghi ấy cái đó còn biên nằm lại ở cái ở trạ khai cái buสำคัญก็เอาแต่เธอเจ้าลุยเจ้าพลอนหรือก็แต่เธออำเภอละมือฉบับเซ็งมาได้สังกุมห้ามควาดมาcáiเธอกลางนี้คือcáiอดกึศตะเลออำนาจตูนี่ตีบนสะไปพรูcáiกึศท่าเราบอกเตียงอ๋อนั่นคือจีเรื่องมวยทอมาตาสำหรับcáiใช้ได้นั่งซ่อมประเดี๋ยวจังลุยกะอำนาจบนสะจีเรื่องมวยได้ซ้ำมันvà cáiอดยกเราบอกเตียงอ๋อนั่งจีทมที่จังcáiเธอกลางนี้ดังท่าlàm bay chỉ vượt bỏ cái tụ bay ca nghi ấy cái đó có cái thứ đây thời kỳ ban trả khai khu tiếp group ca nghi và mình tha ca nghi pra cầm lăng cai cầm lăng nhà cái tụ ban trả khai khu cái ao tầm lại đôi khi chẳng hỏi cái order ca nghi đi rư pe khác kia mình kết trả khai tiếp ban trả khai phần na đó sầm khăn cái thứ ca nghi nâng đai là ca nghi đã trầm trâu sọp cho bát làm bay nhìn châm chỉ vật bỏ gì chẳng mình trai group cho thạ mình trai con cầm lăngประดาวุธเนี่ยมีนลุยมีนอำนาจมีนอัตพลมีนอาวุธvà cái ót do là bo tầng o nâng tư sầm nhai tư ta praในក្នុងផ្លូវខុសទៅធ្វើបាបប្រជាពលរដ្ឋស្រូតត្រង់ទេបើអញ្ចឹងគេគោរពច្បាប់បានទាំងអស់គ្នាអញ្ចឹងហើយមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគេគោរពស្រឡាញ់ប្រជាពលរដ្ឋរបស់គេបាទអញ្ចឹងគេដាក់ខ្លួនទៅក្នុងភាពស្មើគ្នាបាទគេធ្វើអីគឺលក្ខណៈក្នុងភាពស្មើគ្នាទាំងអស់ហើយគេគោរពច្បាប់ទាំងអស់គ្នាគេមិនគិតអ្នកមានអ្នកក្រអ្នកតូចអ្នកធំទេបាទហើយលើកពីនេះទៅទៀតនៅក្នុងប្រទេសនីតិរដ្ឋបាទប្រទេសមួយចំនួនដែលគេគោរពច្បាប់បានល្អជាប្រទេសនីតិរដ្ឋប្រជាពលរដ្ឋពួកគាត់យកចិត្តទុកដាក់នៅក្នុងការតាមដានរឿងនយោបាយស្រុកទេសរបស់គាត់បានល្អណាស់បាទពីព្រោះបញ្ហានយោបាយវាតាក់ទងទៅនឹងការដឹកនាំកសាងអភិវឌ្ឍប្រទេសបាទអញ្ចឹងហើយពួកគាត់គិតថាបញ្ហាទាំងអស់នេះវាជាអាយុជីវិតនិងជាឆ្នាំងបាយរបស់ពួកគាត់ផងដែរសិនជាពួកគាត់រើសបានអ្នកដឹកនាំដែលល្អបាទវាធ្វើឲ្យប្រទេសមានសុខមានសន្តិភាពមានការអភិវឌ្ឍរីកចម្រើននិងមានការគោរពច្បាប់បានល្អទាំងអស់គ្នាអញ្ចឹងវាបង្កឱកាសងាយស្រួលទៅដល់ពួកគាត់នៅក្នុងការប្រកបរបរការងាររកស៊ីផ្សេងការស្វែងរកការងារធ្វើហើយក៏ធ្វើឲ្យជីវភាពគ្រួសាររបស់ពួកគាត់នឹងបានធូរធារផងដែរហើយជាពិសេសគឺអាចធានាបានមិនឲ្យមានការរំលោភបំពាននៅសិទ្ធិសេរីភាពនិងផលប្រយោជន៍របស់ពួកគាត់ទៀតផងអញ្ចឹងពួកគាត់រស់នៅបានសុខស្រួលបើសិនជានយោបាយស្រុកទេសរបស់គាត់នឹងល្អប្រសើរអញ្ចឹងហើយប្រជាពលរដ្ឋនៅក្នុងប្រទេសនីតិរដ្ឋហ្នឹងគឺពួកគាត់តាមដានយកចិត្តទុកដាក់ទៅលើសកម្មភាពដឹកនាំរបស់រដ្ឋាភិបាលរបស់ខ្លួនបានល្អណាស់បាទអញ្ចឹងហើយគាត់ចូលរួមគ្រប់សកម្មភាពនយោបាយនៅក្នុងប្រទេសជាតិរបស់គាត់បាទខ្ញុំនិយាយបែបហ្នឹងបងប្អូនស្ដាប់ទៅបងប្អូនចង់ឲ្យប្រទេសរបស់ខ្លួនคล้ายទៅជាប្រទេសនីតិរដ្ឋដូចគេបាទគោរពច្បាប់ទាំងអស់គ្នាអញ្ចឹងទៅគ្មានអ្នកណាហ៊ានធ្វើបាបអ្នកណាបាទរស់នៅបានសុខស្រួលទាំងអស់គ្នាទាំងប្រជាពលរដ្ឋទាំងអ្នកដឹកនាំហើយប្រជាពលរដ្ឋហ្នឹងក៏មានជីវភាពធូរធារប្រទេសជាតិរីកចម្រើនបានឆាប់រហ័សដែរ
បើអញ្ចឹងសរុបមកតកតងទៅនឹងគោលការណ៍ទី5នេះគឺសំខាន់ណាស់បាទនៅក្នុងប្រទេសមួយបើសិនជាតុលាការគាត់មានឯករាជ្យភាពមានយុត្តិធម៌ប្រកាន់យកច្បាប់ជាធំអញ្ចឹងគឺអាចធានាបាននៅការគោរពច្បាប់បានល្អដែលអាចធ្វើឲ្យប្រទេសមួយคล้ายទៅជាប្រទេសនីតិរដ្ឋបានយ៉ាងពិតប្រាកដ